រដ្ឋាភិបាលទីក្រុងស៊ុងយ៉ាងបានក៏ហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងឡុងលោកម៉ាន់ម៉ៃវ៉ុងស៊ិនឲ្យត្រឡប់ចូលប្រទេសវិញនិងបានទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយចក្រភពអង់គ្លេសមកត្រឹមកម្រិតភាគធារីការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអង់គ្លេសបន្តដាក់ទណ្ឌកម្មលើជំរំសាលាកុមារអន្តរជាតិមួយក្នុងតំបន់សុងដាវ៉ាន់របស់កូរ៉េខាងជើងព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងជើង News កាលពីថ្ងៃទី17ខែមិថុនាដោយផ្អែកលើសេចក្តីថ្លែងការណ៍ពីស្ថានទូតកូរ៉េខាងជើងប្រចាំអង់គ្លេសកាលពីខែឧសភាកន្លងទៅអង់គ្លេសបានដាក់ជំរំកុមារនៅតំបន់សុងដាវ៉ាន់នេះជាអង្គភាពមួយដែលគ្រប់គ្រងដោយរុស្ស៊ីនិងពាក់ព័ន្ធនឹងការនិរទេសព្រមទាំងការហ្វឹកហ្វឺនកុមារអ៊ុយក្រែនទោះជាយ៉ាងណាក៏ដោយស្ថានទូតកូរ៉េខាងជើងបានចាត់ទុកទណ្ឌកម្មរបស់អង់គ្លេសថាជាការបង្កហេតុដ៏សាហាវគ្មានសីលធម៌និងក្រោមហេតុផលនយោបាយដែលមានគោលបំណងបំផ្លាញមុខមាត់របស់កូរ៉េខាងជើងនិងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីក្រសួងការបរទេសកូរ៉េខាងជើងក៏បានព្រមានកាលពីខែឧសភាថាអង់គ្លេសនឹងមិនរួចខ្លួនឡើយជុំវិញករណីនេះក្រសួងការបរទេសអង់គ្លេសបានបដិសេធមិនលើយតបចំពោះការបញ្ឈប់តំណែងឯកអគ្គរដ្ឋទូតលោកម៉ាន់និងបញ្ហាដែលលោកបានចាក់ចេញពីអង់គ្លេសឡើយនេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចំណែកឯស្ថានទូតអង់គ្លេសនៅទីក្រុងស៊ុងយ៉ាងវិញក៏នៅតែបន្តបិទទ្វារចាប់តាំងពីអំឡុងពេលផ្ទុះជំងឺ COVID-19 មកម្លេះបើទោះជាមានការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងស៊ុងយ៉ាងកាលពីឆ្នាំមុនក៏ដោយ